ui cái nào ôiนี่แน่โฟมคูลเลอร์ช่วยบ้านโอเคพวกมันบอกแค่นี้ฉันกำลังรีวิวโฟมคูลเลอร์มวยได้มาពី brand Mimo โมเดลឈ្មោះវា CX19 magnetic foam cooler and wireless charging ចឹងមានន័យថាវាទម្លាក់កម្ដៅទូរស័ព្ទយើងហើយវាអាចសាកថ្មទូរស័ព្ទយើង wirelessly បានទៀតហើយ foam cooler នេះវាមានតម្លៃ$16 That is a very good price ព្រោះមាន foam cooler ខ្លះដូចមកពី brand Red Magic Black Shark វាមានតម្លៃថ្លៃដូចប្រហែលពី30ទៅរហូតដល់$50ជាដើមប៉ុន្តែ foam cooler នេះតម្លៃតែ$16ទេអញ្ចឹងវាមានតម្លៃល្អសម្រាប់អ្នកដែលចង់សាកប្រើ foam cooler ឬក៏ពេលទូរស័ព្ទយើងក្តៅខ្លាំងពេលយើងលេងហ្គេមជាពិសេសពុកម៉ែបងប្អូនដែលប្រើទូរស័ព្ទ iPhone Okay let's go foam cooler នេះវាមកជាមួយនឹង case ជ័រដែលយើងអាចយកទៅតាមខ្លួនបានអូខេបើកមកវាមាន Type C ទៅ Type C cableហើយនេះជា foam cooler នៅក្នុងស្រោមហើយវាមាន clip សម្រាប់ភ្ជាប់ជាមួយfoam cooler ហ្នឹងហើយយើងអាចដាក់ពីក្រោយទូរស័ព្ទយើងបានសម្រាប់ទូរស័ព្ទដែលមិនអាច stick magnetically ពីក្រោយទូរស័ព្ទហ្នឹងទូរស័ព្ទដែលមិនមាន MagSafe អូខេហើយអានេះ ring magnetic ring ដែលយើងអាចភ្ជាប់ជាមួយ cooler ហ្នឹងបានសម្រាប់ ring នេះសម្រាប់ទូរស័ព្ទដូចរបស់ខ្ញុំយើងអាចដាក់ពីក្រោយមកហើយទៅយើងអាច stick ជាមួយfoam cooler បានព្រោះទូរស័ព្ទនេះអត់មាន MagSafe ទេវាអត់មាន magnet ពីក្រោយដែលយើងអាច stick ជាមួយfoam cooler នឹងបានទេអូខេតោះបើក foam cooler នឹងមកអូខេ Wow that looks pretty nice Alright let's plug it up It spins there's RGB lights as you can see ហើយនៅលើអេក្រង់នេះវាបង្ហាញ temperature សីតុណ្ហភាព in real time ហើយនៅខាងក្រោយនេះរបស់វា contact ហ្នឹងទំតែដោតមិញសោះវាចាប់តាមជាក់ដល់ and you can see like the condensation តែបើទូរស័ព្ទពុកម៉ែបងប្អូនមិន support wireless charge ទេយើងអាច change mode វាដោយចុចអាប៊ូតុងនៅលើនេះយើងចុចមកយើងដូរទៅសម្រាប់តែ cooling mode only ហើយវាមាន mode មួយទៀតសម្រាប់តែសាកទូរស័ព្ទយើង wireless charge អូខេអញ្ចឹងពុកម៉ែបងប្អូនឥឡូវយើងដល់ part ដែលយើងត្រូវ test ជាមួយនឹង foam cooler ហ្នឹងខ្ញុំនឹងលេង mobile មួយវគ្គហើយបន្ទាប់ពីលេងហើយចាំខ្ញុំប្រាប់ពុកម៉ែបងប្អូនថាទូរស័ព្ទហ្នឹងក្តៅខ្លាំងឬអត់ឬក៏ foam cooler ហ្នឹងអាចជួយបន្ថយកម្ដៅទូរស័ព្ទហ្នឹងបានដែរទេអូខេអញ្ចឹងgraphic នៅក្នុង mobile ហ្នឹងខ្ញុំ set វាទៅ graphic max ទាំងអស់ up graphic ឡើងទៅទាំងអស់អូខេតោះ20 minutes later អូខេអញ្ចឹងពុកម៉ែបងប្អូនខ្ញុំបានសាកលេង mobile មកវគ្គហើយ Now I'm going to give you guys my opinion on this foam cooler សម្រាប់តម្លៃត្រឹមតែ$16ខ្ញុំមានអារម្មណ៍ថា foam cooler នេះវាល្អសម្រាប់ពុកម៉ែបងប្អូនដែលសាកលេងហ្គេមក្នុងខណៈពេលខ្ញុំកំពុងតែលេងហ្នឹងខ្ញុំមានអារម្មណ៍ថានៅកន្លែងកាមេរ៉ានេះវាដូចរៀងនៅក្តៅប៉ុន្តែវាអាចមកពីដោយសារ exhaust របស់ foam cooler ហ្នឹងវាបាញ់ខ្យល់ក្តៅ Overall would I recommend this foam cooler to you guys Yes I definitely would recommend and I would buy it myself also ព្រោះទី1វាមានតម្លៃថោកត្រឹមតែ$16វា performance របស់វាបានល្អវាអាចទម្លាក់កម្ដៅក្នុងពេលយើងកំពុងតែលេងហ្គេមបានមែនអូខេវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូន I hope you guys enjoy this video ពុកម៉ែបងប្អូនអរគ្នាសូមកុំភ្លេច subscribe មក channel ខ្ញុំហើយ follow like comment ខាងក្រោមបើពុកម៉ែបងប្អូនចង់ឃើញ tag ផ្សេងទៀតបើមានសំណួរអំពី tag don't forget to drop me a comment and I'm surely reply This is Seth from Bro Talk Techs I see you guys next time stay safe bye bye